រុនជួយក៏ក្រាបតំបន់មជ្ឈមបពីហើយនៅពេលនេះលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានបើកភ្លើងខៀវឲ្យទ័ពអាមេរិកយកគ្រាប់បែកជ្រែកធរណីធំបំផុតលើលោកចូលវាយប្រហារអេរ៉ុងហើយថែមទាំងបានជូនពរឲ្យលោកអាយ៉ាតូឡាអាលីកាមេនីមេដឹកនាំកំពូលអេរ៉ុងឲ្យសំណាងល្អទៀតផងក្រោយមេដឹកនាំកំពូលអេរ៉ុងរូបនេះបានបោះពាក្យសម្ដីព្រមានអាមេរិកកប់មាត់ថាប្រយ័ត្នខ្ទេចគ្មានថ្ងៃស្រោចស្រង់មកវិញបានបន្ទាប់ពីលោកដូណាល់ត្រាំគម្រាមចូលរួមជាមួយអ៊ីស្រាអែលដើម្បីកំទេចមូលដ្ឋានយោធានិងទីតាំងនុយក្លេអ៊ែររបស់អេរ៉ុងឲ្យមុតដូចផេះនិងក្រោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបង្ហើរវោហាថាណូណាដែលដើរតាមផ្លូវរបស់សាដាមហ៊ូសែននឹងមានជោគវាសនាដោយអតីតមេដឹកនាំអ៊ីរ៉ាក់រូបនេះជាក់ជាមិនខានយោងតាមបណ្ដាញសារព័ត៌មាន BBC និង CBS បានរាយការណ៍ថាកាលពីថ្ងៃពុធម្សិលមិញនេះលោកត្រាំបានអនុម័តរួចហើយនៅផែនការវាយប្រហារអេរ៉ុងប៉ុន្តែនៅមិនទាន់ធ្វើការសម្រេចចុងក្រោយថាតើត្រូវវាយប្រហារប្រទេសនេះឬក៏អត់នៅឡើយនោះទេពេលអ្នកកាសែតសួរនាំអំពីរឿងចរចាគ្នាលោកត្រាំបានឆ្លើយយ៉ាងលយថាវាហួសពេលទៅហើយមាននៅចាំទេថាតើនរណាគឺជាអ្នកផ្ដាច់ជីវិតកាហ្សេមសូឡៃម៉ានីមេដឹកនាំកំពូលរបស់អេរ៉ុងនៅអ៊ីរ៉ាក់នោះគឺលោកដូណាល់ត្រាំនឹងឯងដែលជាហេតុធ្វើឲ្យគេគិតថាការគម្រាមរបស់លោកមិនអាចមើលស្រាលបានទេលោកត្រាំបាននិយាយថាអ្វីហួសពេលទៅហើយពេលនេះបន្ទាប់ពីលោកអាយ៉ាតូឡាអាលីកាម៉ានីទាត់ចោលនៅការទាមទាររបស់លោកដូណាល់ត្រាំឲ្យអេរ៉ុងលុតជង្គង់អោនក្បាច់ចោះចេញនោះមិនត្រឹមតែស្ដាប់បញ្ចូលការទាមទាររបស់លោកត្រាំលោកអាយ៉ាតូឡាអាលីកាម៉ានីថែមទាំងបានប្រមានយ៉ាងក្តៅគគុកទៅវិញផងដែរថាអេរ៉ុងនឹងមិនទៅលូនក្រាបចូលច្រកទ្វេសេតាវិមានដើម្បីសុំអង្វរនោះឡើយហើយលោកក៏សូមផ្ដាំផងដែរថាអាមេរិកប្រយ័ត្នខ្ទេចគ្មានថ្ងៃស្ដារឡើងវិញបានបើហ៊ានទៅលូកដៃចូលជួយអ៊ីស្រាអែលនោះនៅក្នុងការប្រយុទ្ធគ្នា7ថ្ងៃកន្លងមកនេះអេរ៉ុងបាញ់ស្រោចមីស៊ីលប៉ាឡេស្ទិកមិនក្រោម400គ្រាប់នោះទេទៅលើអ៊ីស្រាអែលនៅក្នុងនោះគេជឿជាក់ថាមានប្រហែលជា40គ្រាប់បានទម្លុះសំណាញ់ដែកដ៏ក្រាស់ឃ្មឹករបស់អ៊ីស្រាអែលបានដោយជោគជ័យហើយគេប៉ាន់ប្រមាណថាអេរ៉ុងនៅមានមីស៊ីលប៉ាឡេស្ទិកនិងមីស៊ីលលឿនជាងសម្លេងប្រហែលជា1800គ្រាប់ទៀតផងគណៈមានការវិភាគថាយ៉ាងយូរប្រហែលជា10ថ្ងៃទៀតស្ដេចការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលអស់គ្រាប់បាញ់ហើយប្រហែលជាដឹងយ៉ាងដូចនេះទើបលោកដូណាល់ត្រាំប្រញាប់ប្រញាល់ប្រកាសចុះជួយអ៊ីស្រាអែលគ្រាន់តែយន្តហោះសម្រាប់ចាក់សាំងលើមេឃរបស់លោកត្រាំត្រៀម30គ្រឿងឯណោះនាវាផ្ទុកយន្តហោះចម្បាំងក៏ត្រៀមរួចជាស្រេចផងដែរហើយអ្វីដែលស្ដាប់ទៅព្រឺឆ្អឹងនោះគឺមានសេចក្តីរាយការណ៍ថាអាមេរិកនឹងយកគ្រាប់បែកជ្រែកធរណីបំបែកភ្នំដ៏មានអានុភាពបំផុតរបស់ខ្លួនមកកំទេចទីតាំងនុយក្លេអ៊ែរវ៉ាដូដ៏សំខាន់បំផុតរបស់អេរ៉ុងចោលតែម្ដងនោះគឺមហាគ្រាប់បែកដែលមានឈ្មោះថា GBU 57ដែលមានសមត្ថភាពជ្រែកដីបានជម្រៅប្រហែលជា61ម៉ែត្រមុនពេលផ្ទុះវាមានប្រវែងប្រហែលជា6ម៉ែត្រនិង20សង់ទីម៉ែត្រនិងមានទម្ងន់ប្រហែលជា13តោន600គីឡូក្រាមហើយក្បាលគ្រាប់របស់វាត្រូវបានគេគិតថាមានផ្ទុករំសេះផ្ទុះប្រហែលជា2400គីឡូក្រាម